Ford Everest របស់បងប្រើសប្តាហ៍ថ្ងៃនេះបាទវារឹងមាំប៉ុណ្ណាបាទគុណភាពប៉ុណ្ណាអញ្ចឹងម៉ាស៊ីននេះគឺម៉ាស៊ីន 3.0 ប្រភេទម៉ាស៊ីន6ម៉ាស៊ីនបងប្អូនបាទដែលគេឲ្យឈ្មោះថា Light Engine បងប្អូនគាត់តែបានឃើញតែពីលើថ្ងៃនេះបងប្អូនបានឃើញបាទហេតុឲ្យបងប្អូនឃើញម្ដងថាមានបូមបាទមានម៉ាស៊ីនបាទនេះគឺ turbo បងប្អូនបាទនេះ turbo បងប្អូនដែលអត់ដឹងថា turbo ឡានបងប្អូនណាគឺនៅទីនេះឯងប្រភេទ 3.0 បងប្អូនច្បាស់ជាបានឃើញនៅខាងក្រោយខ្ញុំនេះហើយបាទនៅខាងក្រោយខ្ញុំនេះគឺជាសាក់ស៊ីរថយន្តប្រភេទ Ford Everest គ្រប់ model តែម្ដងហើយខ្ញុំគិតថាបងប្អូនប្រកាសជាបានឃើញសាក់ស៊ីនេះតាមរយៈការផុសនានានៅតាមបណ្ដាញសង្គម Facebook ឬក៏ដូចជា TikTok ប៉ុន្តែថ្ងៃនេះខ្ញុំចង់មកបង្ហាញបងប្អូនបាទមូលហេតុអីបានយើងដាក់សាក់ស៊ីនៅក្នុងនេះហើយសាក់ស៊ីនេះបាទមានជាប់មកជាមួយនឹងអ្វីខ្លះបាទនៅជាប់សាក់ស៊ីនេះអញ្ចឹងថ្ងៃនេះខ្ញុំចង់មកបង្ហាញបងប្អូនថាសាក់ស៊ីនេះគឺយើងដាក់មកដើម្បីតាមបង្ហាញបងប្អូនថារថយន្ត Ford Everest របស់យើងបាទគឺធ្វើឡើងដោយជាមួយនឹងសាក់ស៊ីគេហៅថា body on frame បងប្អូនបាទគឺការបង្គុំតួរថយន្តទៅលើសាក់ស៊ីតែម្ដងហើយមួយទៀតយើងចង់បង្ហាញបងប្អូនឲ្យដឹងថាប្រភេទ Ford Everest របស់បងប្អូនដែលប្រើសប្តាហ៍ថ្ងៃនេះបាទវារឹងមាំប៉ុណ្ណាបាទគុណភាពប៉ុណ្ណាអញ្ចឹងបងប្អូនអញ្ចឹងកុំឲ្យខាតពេលបងប្អូនបាទខ្ញុំឲ្យបងប្អូនមកជិតបន្តិចថានៅជាប់សាក់ស៊ីនេះមានអីគេខ្លះបងប្អូនជាទូទៅបងប្អូនថតតែឃើញនៅខាងលើទេបងប្អូនមើលបើម៉ាស៊ីនទៅឃើញតែពីលើទេអញ្ចឹងម៉ាស៊ីននេះគឺម៉ាស៊ីន 3.0 ប្រភេទម៉ាស៊ីន6ម៉ាស៊ីនបងប្អូនបាទដែលគេឲ្យឈ្មោះថា Light Engine បងប្អូនបាទម៉ាស៊ីននេះមានកម្លាំងសេះរហូតដល់250 PS បងប្អូនបាទហើយកម្លាំងរំលោះ600 Nm អញ្ចឹងបងប្អូនឃើញហើយបងប្អូនធ្លាប់តែបានឃើញតែពីលើថ្ងៃនេះបងប្អូនបានឃើញបាទហេតុឲ្យបងប្អូនឃើញម្ដងថាមានបូមបាទមានម៉ាស៊ីនបាទទាំងម៉ាស៊ីនមានគេខំឃើញបងប្អូនបានឃើញតនឹងផ្នែកបងប្អូនមកដល់បងប្អូនអាចអញ្ជើញមើលបានពួកខ្ញុំដាក់តាំងឲ្យបងប្អូនមើលតែម្ដងបងប្អូនអាចមើលគ្រឿងក្រមាបងប្អូនដែលបងប្អូនទិញទៅហើយ Everest នេះមានអីគេខ្លះអញ្ចឹងបងប្អូនអញ្ចឹងខ្ញុំឲ្យបងប្អូនមើលបន្តិចយើងបង្ហាញបងប្អូនតាំងពីស្លាបកជ្រាវបងប្អូនបាទតាំងពីស្លាបកជ្រាវបងប្អូនតាំងពីបូមបងប្អូនបាទតាំងពីបាទកាឡេតាំងពីរ៉ូទីលគឺបងប្អូនមកដល់មើលឃើញជាក់ស្ដែងបងប្អូនបាទដឹងខាងឡានបងប្អូនបាទគុណភាពបែបណាតែម្ដងបងប្អូនបាទសូម្បីតែម៉ាស៊ីនពួកយើងដាក់ម៉ាស៊ីនឲ្យបងប្អូនឃើញឲ្យដឹងថាម៉ាស៊ីនថ្មីនេះវាខុសពីម៉ាស៊ីនពីមុនដូចប្រដេចដែរហើយវាខ្លាំងត្រង់ណាដែរបងប្អូនបាទយើងបង្ហាញតតែម្ដងតទៅជាមួយនឹងបាទនេះគេហៅថាពូលីបងប្អូនបាទពេលបញ្ឆេះទៅម៉ាស៊ីនវិលពូលីគឺវិលជាមួយនឹងបាទ motor ឌីឡម៉ូអីផ្សេងៗនេះគឺវាដំណើរការតទៅជាមួយ air compressor អីហ្នឹងគឺវាដំណើរការដើម្បីឲ្យម៉ាស៊ីនត្រជាក់បាទត្រជាក់បាទដើម្បីបាទឲ្យម៉ាស៊ីនឆេះរត់ស្មើអីចឹងទៅបងប្អូនបាទនេះគេហៅថាពូលីម៉ាស៊ីនបងប្អូនបាទហើយយើងបង្ហាញបងប្អូនទាំងអស់តទៅជាមួយនឹងបាទកន្លែងបាទត្រែងខ្យល់ចូលពួកយើងដកត្រែងត្រជាក់ត្រែងក្តៅចេញទេបាទនេះត្រែងខ្យល់ចូលបាទវាចូលទៅក្នុងម៉ាស៊ីនកន្លែងណាខ្លះចឹងបងប្អូនចុះបងប្អូនខ្ញុំឲ្យបងប្អូនមើលបន្តិចបងប្អូនថតទៅលើថាបាទបងប្អូនម៉ាស៊ីន 3.0 មានតាក់បូមួយតែតាក់បូនៅណាបងប្អូនបាទអញ្ចឹងនេះបានបើអញ្ចឹងខ្ញុំឲ្យបងប្អូនមើលតែម្ដងបងប្អូនបាទអញ្ចឹងយើងមានកញ្ច្រែង intake ខ្យល់មួយបាទកន្លែងនេះបាទកន្លែងនេះគេហៅថាradar បងប្អូនបាទ radar sensor ដែលបងប្អូនឃើញនេះបាទអញ្ចឹងខាងក្រោយនេះគឺមានកញ្ច្រែងមួយអញ្ចឹងខ្យល់ចូលក្នុងនេះបងប្អូនបាទខ្យល់ចូលក្នុងនេះវាចូលទៅខាងក្រោយបងប្អូនបាទបងប្អូនមើលខ្ញុំខ្យល់ចូលរហូតចូលខាងក្រោយនេះបាទបើចេញជាមួយនឹងកន្លែងនេះគឺ turbo បងប្អូនបាទនេះ turbo បងប្អូនដែលអត់ដឹងថា turbo ឡានបងប្អូនណាគឺនៅទីនេះឯងប្រភេទ 3.0 បាទហើយកន្លែងនេះបាទបិទបាំងនេះគឺគេហៅថាបាទ compressor បាទ valve បងពេលណាខ្យល់វាគ្រប់ចំនួនខ្យល់ turbo valve គឺវាចាប់ផ្ដើមបើកដើម្បីបញ្ចេញមកស៊ីម៉ាំងបាទចូលមកក្នុងបាទ catalytic converter នេះបងប្អូននេះគេហៅថា catalytic converter បាទនេះគឺទូទៅខ្មែរគេហៅថាកញែកបងប្អូនបាទបន្ទាប់មកបានចេញទៅបាទសបុកស៊ីម៉ាំងនៅខាងក្រោយនោះដើម្បីបំលែងខ្យល់បាទអូស្មានចេញទៅអូស្មានបរិសុទ្ធវិញបងប្អូនបាទអត់មានខ្សាញ់ពុលអញ្ចឹងបាទបងប្អូនមកក្រោយខ្ញុំឲ្យបងប្អូនមើលម៉ាស៊ីនពីខាងក្រោយថាបាទការភ្ជាប់ទៅនឹងម៉ាស៊ីនមានតកតងជាមួយនឹងប្រអប់លេខនេះបងប្អូនបាទប៉ុណ្ណានេះដល់បងប្អូនដែលឃើញនេះដល់បងប្អូនជិះនៅលើប្រអប់លេខរាល់ថ្ងៃហ្នឹងអញ្ចឹងបងប្អូនបានឃើញប្រអប់លេខគឺធំមែនតើបងប្អូនបាទដែលប្រអប់លេខនេះយើងប្រើជាមួយនឹងដែកដរ៉ាបងប្អូនមិនឃើញទេបាទហើយបងប្អូនឃើញទេខាងក្រោមរថយន្តរបស់បងប្អូនមានអីគេខ្លះអញ្ចឹងកន្លែងនេះគឺប្រអប់លេខបងប្អូនបាទហើយកន្លែងនេះបងប្អូនដែលបងប្អូនប្រើរថយន្តរាល់ថ្ងៃនេះគឺកាប់ពីតាស់បងប្អូនបាទគេហៅថា transfer case បងប្អូនបាទអញ្ចឹងកាប់ពីតាស់នេះគឺកន្លែងនេះគឺ sensor ដើម្បីពេលបងប្អូនកាប់ពីតាស់មកបាទឬក៏វា automatic នៅពេលបងប្អូនកាច់ drive mode អញ្ចឹងកាប់ពីតាស់វានឹងភ្ជាប់ពីប៉ុងបាទអានេះគេហៅ drive shaft បងប្អូនបាទភ្ជាប់ពីប៉ុងនេះរហូតចូលទៅខាងប៉ុងខាងនោះគឺយើងមាន drive shaft មួយទៀតបងប្អូនបាទបងប្អូនបង្ហាញខាងនោះតិចទេបាទទៅឃើញមុខនោះបាទអញ្ចឹងយើងមាន drive shaft មួយទៀតគឺភ្ជាប់ទៅតង់ក្នុងមុខអញ្ចឹងប្រភេទរថយន្តនេះគឺជាប្រភេទរថយន្តកាប់ពីតាស់បងប្អូនបាទអញ្ចឹងមើលខ្ញុំបន្តទៀតបងប្អូនបាទថាមានគេខ្លះហើយបងប្អូនឃើញនេះបងប្អូនសាក់ស៊ីបងប្អូនគួរបងប្អូនស្ដាប់អញ្ចឹងសាក់ស៊ីនេះបងប្អូនគឺយើងប្រើជាមួយនឹងដែកបងប្អូនដែកសុទ្ធតែម្ដងទី1វាជួយតកតជាមួយនឹងទម្ងន់រថយន្តឲ្យធ្ងន់ទី2ជួយជាមួយនឹងការប៉ះបុកបងប្អូនឡានបងប្អូនបើបងប្អូនប្រើជាមួយនឹង body on frame គឺរឹងមាំមែនតើព្រោះដោយសារឡានបងប្អូនកាលណាមានការប៉ះបុកគឺមានទម្ងន់សាក់ស៊ីនេះគឺជួយទប់ពីមុខដល់ក្រោយបាទអត់ដូចប្រភេទរថយន្តដែលបង្គំបាទសាក់ស៊ីទាំងទូឡានជាមួយគ្នាទេខុសគ្នាកន្លែងហ្នឹងបងប្អូនបាទអញ្ចឹងប្រភេទ body on frame នេះគឺឡានទំនើបពីច្រើនគឺប្រើជាមួយនឹង body on frame បងប្អូនបាទអញ្ចឹងដោយសារ body on frame គឺវារឹងមាំបាទវាធន់ហើយនឹងការប៉ះបុកមានសុវត្ថិភាពអត់មានបញ្ហាដល់ជាមួយនឹងការបើកបរបងប្អូនចុះបងប្អូនមកមើលខ្ញុំបន្តទៀតបាទ
nhưng mà hai tích kia đây bọn bạn lại đấy cứ thông sáng và thông một rất bọn bạn là bọn chi phí lớn thông một rất vào ngay nó đông một rất bọn phải submit tại thằng này bọn bạn cứ nó khổ bọn coi những ai của bọn đi thông một rất phải submit bà hai đấy tôi chụp một đường vál bà pressure bà bơ chụp một đường xanh bơ chụp một đường một bọn mà hai bọn nên khang khởi đi bọn là phải đứng trong trong bọn này trong bọn nên khang khởi ní cái hai tháng và phép multi-link bọn biết tham multi-link cứ chia bầu muối bà đại miền rồi so sánh bọn khởi hết rồi so ní cứ đánh lại dập đồng bà bột chanh khá nó của bạn này bà rồi so sánh một bọn mà tao mắc bom xanhในขังนี้วิ่งบางคนเคยเห็นแบบจังรถซอฟเซ็งบอมเซ็งประเภทมาเทลิงนี่บ้านในทางวิช่วยแบบจุ่มหลุมนั่งรถยนต์บางคนเอานั่งล้อแบบกับเอาเบียนไปอย่างแฮ่แบบเป็นชีกากระลับให้นั่งเอารถเละตุนล้อแบบหลายนี่กี่ฮันแต่กับสู้ออกบางคนไม่น่าวิ่งมันหลุมยนต์วิ่งออกกับจุ่มมือหนุ่มปองนี่วิ่งออกรถเละดาวตัวบางคนนี่จังการเทอร์รถยนต์มุ้ยคือทางฟอร์ดยังกึศเหมือนกันแต่ตอนจุ่มมือหนุ่มสมบัติเพียบหนึ่งคนหนุ่มเพียบการปราบปรามบางคนจังบางคนจังบางคนยังจำมาให้บางคนมันติ๊กติ๊ดแบบมันขันติ๊กมั้งจังแต่ทางรถยนต์นี่คือยังมีแอดบลูบางคนจังมีทงมันจะแค่ทงแอดบลูนี่ไงบางคนทงแอดบลูนี่คือเชียทงม้วนเอาไปบางคนจะแอดบลูแบบช่วยบรรทดแบบใส่บางคนจังปีมสีมังจังเชียชอลแบบชอลเฟรชธรรมดาบางคนแบบที่ทางอัดเมนเหมือนจัง CO2 CO เดย์เซนนี่คือเหมือนจังมักคือชอลบอลธรรมดาเนี่ยบางคนbà chẳng bong bóng chẳng mà mơ bà toán bong bóng anh chơi massacre tu sừng cái bán dưới mấy đạm buồn hai bong bóng mơ tại đó bà bong bóng ăn rồi bẻ trong đăng he bà cả lấy nè thuộc bong bóng chưa khổ những bánh bong bóng ăn rồi bẻ đây nó bong bóng mà đó xu khang xa của nhóm đừng bạc bong bóng phim ha bà trần nói nè bà cả lấy nè chiều với bà nông chuẩn bị chung bong bóng hay nhưng mà mong phèo bong bóng tha bà trần nói vì sao cái khác bàn dương sọc chất đạm một sân hay nâng tu xạ xí ăn bong bóng mừ chứ bong bóng bà cho bong bóng sẽ nhóm cứ nhóm mình là bàn năng tế thì trong cái bộ sân chỉ bong bóng chẳng chơi mà mơ bà xạ xí tốt anh chơi mà xa khang tu sừng cái bán rồi có ai để tao mà lên trong bán đang nhận được sách là khang cầm đi bàn chẳng chỉ trong cái thì mà một con sông cột liều